បាទសួស្តីបងប្អូនដែលស្នេហាវិស័យអុកចត្រង្គទាំងអស់គ្នាខ្ញុំបាទឈ្មោះញឹមវណ្ណរោបាទខ្ញុំសូមជួយចែករំលែកក្នុងគណៈដែលបងប្អូនមានបំណងចង់លេងអុកចត្រង្គបាទកីឡាអុកចត្រង្គនេះគឺវាមានអត្ថប្រយោជន៍ច្រើនយ៉ាងណាស់ចំពោះមនុស្សយើងដែលយើងអាចគេហៅថាអុកសតអត់សុកមានថាយើងទុកពេលវេលាមួយចំនួនដែលយើងអាចកំសាន្តបានហើយទី2គឺយើងអាចបង្កើននៅពលកម្មខួរក្បាលនិងការត្រិះរិះពិចារណាបាទអញ្ចឹងជាបឋមដើម្បីចេះលេងអុកចត្រង្គបាទយើងត្រូវតែយល់អំពីរបៀបដើរបាទនេះគឺជាការរបៀបរៀបកូនណាបាទកូនសមានលក្ខណៈគ្រប់គ្រាន់បាទកូនខ្មៅខ្ញុំដកត្រី 4-5 ចេញបាទដាក់ចូលវិញអញ្ចឹងយើងឃើញថាយើងមានសេះ2សងទូក2សងខាងណាបាទយើងមានទូក2សងខាងសេះ2សងខាងគោល2ខុន1និងនាង1ហើយត្រីចំនួន8បាទខ្មាំមានដូចគ្នាយ៉ាងដែរអញ្ចឹងដើម្បីរៀនជាបឋមគឺយើងត្រូវការយល់ប្រើប្រាស់របស់ត្រីអញ្ចឹងយើងត្រីគឺយើងដើរបាទគឺមានលក្ខណៈដើរទៅមុខមិនអាចដើរទៅក្រោយទេអូខេអញ្ចឹងខ្ញុំដកត្រី 3-4 សិនដើម្បីជាលក្ខណៈងាយស្រួលគឺយើងដើរទៅមុខបាទមិនអាចថយក្រោយទៅហើយគឺទៅហើយបាទឧទាហរណ៍ថាបើកលអញ្ចឹងគឺទៅលេងរួចហើយចប់ហើយណាអូខេអញ្ចឹងយើងអាចដើរទៅមុខបាទដើរទៅមុខទៀតដល់កន្លែងរាប់ពីខុនមាននោះ1 2 3យើងអាចកន្លះបកអញ្ចឹងមានថាត្រីយើងដើរត្រង់ណាបើសិនបើជួបភាគីគាត់ណាដើរត្រង់យើងអាចស៊ីប្រឆាត់กันនេះក៏បានអូខេឬក៏យើងដើរមកត្រង់អញ្ចឹងយើងអាចស៊ីមកនេះបានអញ្ចឹងមានថាយើងអាចស៊ីបានទៅមុខ2ដើរទៅត្រង់មួយក្នុងខណៈត្រីដែលវាមិនទាន់បកបើកាលណាដើរអញ្ចឹងដល់ហ្នឹងវាកលតែម្ដងណាអញ្ចឹងមានថាលក្ខខណ្ឌដើរត្រីគឺដើរត្រង់តែស៊ីប្រឆាត់បាទដើរត្រង់ស៊ីប្រឆាត់ដល់ចំណុចជួរត្រីរបស់ខាងខ្មៅនេះគឺយើងអាចបកបានគឺថានៅពេលបកវាយ៉ាងម៉េចបាទគឺបកគឺតម្លៃវាគឺស្មើនាងមួយនេះអញ្ចឹងវាតណៈវាឡើងមួយនេះគេថាដើរនាងអញ្ចឹងខណៈដែលដើរនាងហ្នឹងគឺអាចដើរថយក្រោយក៏បានទៅមុខក៏បានឆ្វេងក៏បានស្ដាំបានគឺមេថា4ទិសក្រោយ2គឺមុខ2ណាគឺ8ទិសអូខេជួបតាណាស៊ីតានឹងស៊ីក៏បានមិនស៊ីក៏បានស្រេចចិត្តតែបើទិសជើងគេត្រូវតែស៊ីมันអាចដើរបកោជើងគ្នា2ជាងបានទេបាទគឺត្រូវតែស៊ីតែម្ដងអូខេនេះគឺជាការប្រើនាងបន្តមកទៀតបាទគឺការប្រើគោលម្ដងបាទគឺគោលយើងដើរដូចនាងមិនបាត់បាទអញ្ចឹងនាងមិញយើងដើរប្រឆិត4ទិសឃើញណា4ទិសប្រើដើរ4ទិសបាទដើរ4ទិសឃើញណាអញ្ចឹងដើរម្ដងបានមួយកម្មទេមួយកម្មតែម្ដងដើរប្រឆិតมันអាចដើរត្រង់ឬក៏ដើរចំហៀងឬក៏កណេះបានផងដែរគឺបានតែប្រឆិតតែប៉ុណ្ណោះរីឯគោលវិញបាទគោលចំណែកគោលវិញគឺដើរដូចនាងអញ្ចឹងបាទគឺប្រឆិតត្រង់ប្រឆិតដូចគ្នាទាំងអស់បាទប៉ុន្តែវាលើសត្រង់ពីបាទវាលើសត្រង់ពីនាងមួយបាទនេះគឺជាការដើរនាងវាលើសត្រង់ថាគោលគឺអាចដើរទៅមុខមួយបានណាអញ្ចឹងមានថា1 2 3 4តំបូនទៀតគឺ5ចំហៀងមិនបានថយក្រោយមិនបានលើកលែងទៅមុខមួយជាឧទាហរណ៍ដល់តលខាងមុខចេះគឺมันអាចទៅណាទេគឺអាចថយបានធម្មតាជាដែរណាថយដូចជានាងអញ្ចឹងអូខេបាទអញ្ចឹងនាងនិងគោលដើរដូចគ្នាទាំងអស់គ្រាន់តែគោលលើសពីនាងត្រង់ថាលើសទៅមុខមួយឥឡូវយើងចូលដល់ការដើរខុនម្ដងអញ្ចឹងខុនដើរដូចគោលអញ្ចឹងដែរប៉ុន្តែខុនលក្ខណៈពិសេសជាងគោលត្រង់ថាមកជុំវិញ8កាឡាដើរបានទាំងអស់ខាងក្រោយ3ខាងមុខ3ឆ្វេង1ស្ដាំ1អញ្ចឹងអាចដើរចំហៀងអានេះក៏បានតែមួយកម្មឯបាទទៅមុខគឺមកជុំវិញខ្លួនវាទាំងអស់វាអាចដើរបានបាទអញ្ចឹងការប្រើមួយទៀតគឺការដើរសេះមិញបាទចេះសេះអន្សាំញ៉ាំបន្តិចអញ្ចឹងសេះគឺយើងចង់ផ្ដោតទៅលើអំពីគេហៅថាលក្ខណៈប្រឆិតបាទមានថាប្រឆិតដូចនាងអញ្ចឹងតែលើសត្រង់មួយណាបើថាប្រឆិតមួយឡើងត្រង់ប្រឆិតមួយចំហៀងมันអាចប្រឆិតមួយមកក្រោយទេបាទទឿអញ្ចឹងសេះវាអាចដើរបាន8ចំណុចបើខ្ញុំដាក់ត្រីឲ្យក្រហមដាក់ត្រីពណ៌ខ្មៅឲ្យមើលទៅយើងឃើញថាតើសេះឈរដល់កន្លែងណាខ្លះគឺចំនួន8គ្រាប់នេះបាទខ្ញុំឃើញមែនអូខេ2 4 6 8អញ្ចឹងសេះហ្នឹងគឺអាចបោះផ្លោះត្រង់ប្រឆិតបាទត្រង់ប្រឆិតហ្នឹងទៅណាអញ្ចឹងលក្ខណៈវាគឺអញ្ចឹងត្រីដែលអាចវាដើរបាន8ទិសណាដើរបានច្រើន
អូខេបាទអញ្ចឹងយើងយល់អំពីការដើរត្រីដើរនាងដើរគោលបាទដើរសេះហើយចុងក្រោយគេគឺដើរទូចគឺទូកដូចលេងរែកបាទគឺត្រង់ណាដើរត្រង់ស៊ីត្រង់បាទគេថាត្រង់វែងឆ្ងាយប៉ុណ្ណាដែរបាទអូផុតក្រាតែអាចទៅបានដូចយើងលេងរែកអញ្ចឹងបាទដូចថាទូកទៅហ្នឹងអាចដល់ត្រង់អញ្ចឹងទៅណាដល់នេះអាចអូមកអញ្ចឹងទៅអូទាំងអស់បាទអូខេបាទអញ្ចឹងដាក់អរគុណគឺត្រីដើរត្រង់ស៊ីប្រឆិតណាត្រីដើរត្រង់และស៊ីប្រឆិតរីឯคลายបានដល់កន្លះបកខាងលើនេះគឺស្មើនាងអញ្ចឹងនាងគឺដើរថយក៏បានទៅមុខក៏បានថយក៏បានរីឯកូនដូចនាងប៉ុន្តែលើសមកទៅមុខមួយបាទរីឯស្ដាច់វិញគឺ8ទិសជុំវិញបាទបើសេះវិញគឺបាទគឺត្រង់ស៊ីខ្វែងចេះអូខេបាទបើឯទូកវិញគឺហត់ផុតតែម្ដងបាទហត់ផុតតែមកកម្មបាន2កម្មបាន3កម្មបានជួបស៊ីជួបដើរទៅស៊ីវាតែម្ដងអូខេបាទអញ្ចឹងសូម